ចាសួស្តីបងប្អូនអរគ្នាដោយសារតែមុនហ្នឹងខ្ញុំអាប់ដេតវីដេអូជូនបងប្អូនអរគ្នាតាក់ទងជាមួយនឹងការយក tracking number ពី app ចិនយកមកដាក់ចូលទៅក្នុង app Loda ដើម្បីដឹកតាម app Loda ក៏ប៉ុន្តែបងប្អូនគាត់ចង់ឲ្យខ្ញុំអាប់ដេតតាក់ទងជាមួយនឹងការ copy tracking number ហ្នឹងទៅយកនៅកន្លែងណាអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យបងប្អូនមួយ copy tracking number ពី app 淘ប៉ោនេះ app 淘ប៉ោបងប្អូនចាអញ្ចឹងយើងបើក app យើងមកហើយបន្ទាប់មកយើងចូលទៅសញ្ញាក្បាលមនុស្សនេះពេលបងប្អូនចូលកន្លែងហ្នឹងហើយបងប្អូនចូលទៅកន្លែងសញ្ញាឡាននេះបងប្អូនទើបមានលេខ tracking number អញ្ចឹងនេះអីវ៉ាន់ដែលខ្ញុំបានទិញអញ្ចឹងបងប្អូនអាចធ្វើការ copy tracking number ឡើងនេះអក្សរមាន4ណា1 2 3 4អក្សរតម្រងបែបហ្នឹងបងប្អូនអរគ្នាអញ្ចឹងបងប្អូនចូលមកពេលដែលបងប្អូនចូលមកវានឹង show លេខ tracking number នៅលើនេះបងប្អូនអាហ្នឹងគេហៅលេខ tracking number ឬក៏លេខកូដអូខេហើយបងប្អូនចុចឡើងហ្នឹងមកនេះវា show អញ្ចឹងមានន័យថា copy ហើយអញ្ចឹងបងប្អូនអាចទៅបើកក្នុង app Loda ហើយបងប្អូនចូលក្នុង app Loda របស់យើងមកចេញមកសិនខ្ញុំភ្ជាប់គ្នាហ្មងបងប្អូនដោយសារតែបងប្អូនខ្លះចង់មើលក្នុងវីដេអូតែមួយអញ្ចឹងចូលមក app Loda របស់យើងឥឡូវចូលមកឡើងនេះសិនអញ្ចឹងអានេះពេលដែលបងប្អូនបើកដំបូងមកគឺវាចេញផ្ទាំងបែបហ្នឹងហើយបងប្អូនអញ្ចឹងបងប្អូនចូលកន្លែងដឹងជូនអន្តរជាតិពេលបងប្អូនចូលកន្លែងហ្នឹងហើយបងប្អូនចូលកន្លែងត្រូវការបកប្រែជាភាសាត្រូវការបកប្រែខ្មែរចូលកន្លែងហ្នឹងមកហើយបន្ទាប់មកយើងទិញអីវ៉ាន់ពីប្រទេសចិនអញ្ចឹងយើងចូលទៅកន្លែងផ្ញើសម្បត្តិឡើងប្រទេសចិនហើយបន្ទាប់មកនេះកន្លែងនេះបងប្អូនរើសការដឹងជូនហើយបន្ទាប់មកបំពេញលេខ tracking number ដែលយើងបានចុចដែលយើង copy ពី app ចិនមកមិញចូលទៅកន្លែងហ្នឹងបងប្អូននេះកន្លែងនេះអញ្ចឹងផាសចូលទៅចាពេលដែលបងប្អូនផាសហើយបងប្អូនអាចធ្វើការដាក់ឈ្មោះអញ្ចឹងខ្ញុំដាក់ថាខេសចាប៉ុណ្្នឹងមកកន្លែងនេះសូមបងប្អូនបំពេញជាភាសាចិនឬក៏ជាភាសាអង់គ្លេសហើយបន្ទាប់មកដាក់ចំនួន1បន្តមកទៀតបន្ថែមអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យអីវ៉ាន់ដូចនិយាយថាអីវ៉ាន់ហ្នឹងបងប្អូនចង់ខ្ចប់ចូលគ្នាបងប្អូនអាចទៅ copy លេខ tracking number ថ្មីអីវ៉ាន់មួយទៀតក៏បានដែរពេលដែលបងប្អូន copy បានបងប្អូនធ្វើការបំពេញដូចគ្នាបំពេញទៅកន្លែងហ្នឹងណាខ្ញុំឧទាហរណ៍លេខ tracking number ដដែលបងប្អូនហើយវាជាប្រភេទកៅអៅអីចឹងទៅអញ្ចឹងវាយមកហើយបន្ទាប់មកដាក់កន្លែងនេះ1ហើយបន្ទាប់មកចុចបន្ថែមនៅពេលដែលបងប្អូនចុចបន្ថែមឧទាហរណ៍ថាបងប្អូនមាន5កញ្ចប់អញ្ចឹងកន្លែងហ្នឹងក៏វាចូល5កញ្ចប់ដែរអញ្ចឹងខ្ញុំមានតែ2កញ្ចប់ខ្ញុំចុចមានតែ2កញ្ចប់ពេលនេះខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលណាហើយបងប្អូនកន្លែងនេះឃ្លាំង pick up online កំពង់ចាមត្រូវហើយព្រោះដើម្បីឲ្យអីវ៉ាន់ហ្នឹងទៅដល់ឃ្លាំងខាងកំពង់ចាមបើសិនជាបងប្អូនចង់ឲ្យទៅដល់កន្លែងផ្សេងសាខា Loda នៅខេត្តផ្សេងទៀតបងប្អូនអាចធ្វើការជ្រើសរើសបានដូចគ្នាចូលទៅក្នុងហ្នឹងទៅតែខ្ញុំចង់ឲ្យទៅដល់កំពង់ចាមអញ្ចឹងចុចចុះមកក្រោមទៀតអញ្ចឹងកន្លែងនេះអីវ៉ាន់បងប្អូនមានពីកញ្ចប់ត្រូវអត់ឬក៏មានច្រើនជាងហ្នឹងបើសិនជាមានកន្លែងនេះបើសិនជាបងប្អូនឆ្លៃយកកន្លែងដល់ភ្លាមផ្ញើចេញមកភ្លាមអញ្ចឹងកន្លែងហ្នឹងអីវ៉ាន់មួយផ្សេងគ្នាហ្នឹងឲ្យតែមកដល់ឃ្លាំងគឺគេធ្វើការខ្ចប់ចេញមករៀងខ្លួនអញ្ចឹងទៅក៏ប៉ុន្តែបើបងប្អូនឆ្លៃឡើងនេះកំពុងរងចាំការបញ្ជូនបញ្ចូលគ្នាអញ្ចឹងមានន័យថាយើងចាំខ្ចប់ចូលគ្នាតអីវ៉ាន់ហ្នឹងមកអស់ខ្ចប់ចូលគ្នាបញ្ចេញមកតែមួយក៏ប៉ុន្តែកន្លែងនេះខ្ញុំចង់ប្រាប់បងប្អូនដែរបើសិនជាអីវ៉ាន់បងប្អូនមកវាអត់តាន់ថ្ងៃគ្នាទេអញ្ចឹងវាអាចនឹងមកមុនមកក្រោយដែរអញ្ចឹងណាបងប្អូនអានេះករណីដែលមកអត់តាន់គ្នាអញ្ចឹងខ្ញុំអត់ចង់បាននេះទេខ្ញុំអត់ចង់បានចាំចូលគ្នាទេខ្ញុំ select ដល់ភ្លាមមកដល់ភ្លាមផ្ញើចេញភ្លាមហ្មងកុំឲ្យវ៉ាន់នឹងយូរអញ្ចឹងណាបងប្អូនហើយបន្ទាប់មកទៀតបងប្អូនធ្វើការចុចចុះក្រោមហើយកុំភ្លេច select ឡើងនេះបងប្អូនចុចឡើងនៅវាចេញក្រហមអញ្ចឹងមកបន្ទាប់មកបងប្អូនធ្វើការដាក់ស្នើនៅពេលដែលបងប្អូនដាក់ស្នើហើយចុចដាក់ស្នើហើយឲ្យវ៉ាន់បងប្អូន
នឹងលោតចូលមកនៅក្នុងកញ្ចប់របស់ខ្ញុំចាបងប្អូនអាចពិនិត្យនៅកន្លែងហ្នឹងបានចាខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីផ្សេងបងប្អូនអាចសួរបានទៀតអរគុណច្រើន